ជំរាបសួរបងប្អូនទាំងអស់គ្នានេះជាមុខវិជ្ជាគោលការណ៍គ្រប់គ្រង2ឬក៏យើងហៅថា Principle of Management 2បាទវាជាការបន្តដំណើរការសិក្សាពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងមួយដែលបងប្អូនបានសិក្សានាពេលកន្លងមកហើយនៅក្នុងនោះយើងបដោតទៅលើការអនុវត្តនិងការពង្រឹងសមត្ថភាពបាទគ្រប់គ្រងដឹកនាំនៅក្នុងបរិបទធុរកិច្ចទំនើបគោលបំណងចម្បងគឺដើម្បីបំផ្លែងទ្រឹស្ដីឲ្យទៅជាការអនុវត្តនាពេលខាងមុខដែលបងប្អូនទៅបន្តកិច្ចការងារជាអ្នកគ្រប់គ្រងនៅតាមស្ថាប័នឬក៏នៅផ្នែកណាមួយធ្វើយ៉ាងណាគឺជួយឲ្យអ្នកគ្រប់គ្រងនោះគឺអាចដឹកនាំគ្រប់គ្រងអង្គភាពនឹងឲ្យសម្រេចបាននៅភាពជោគជ័យឬក៏ទទួលបានជោគជ័យប្រកបដោយបាទចីរភាពជាការចាប់ផ្ដើមនៅក្នុងឆមាសនេះការសិក្សាទៅលើគោលការណ៍នៃការគ្រប់គ្រង2គឺដើម្បីការយល់ដឹងបាទលើបរិយាកាសធុរកិច្ចឬក៏មជ្ឈដ្ឋានធុរកិច្ចដែលតម្រូវឲ្យអ្នកគ្រប់គ្រងគាត់ចេះវិភាគពីមជ្ឈដ្ឋានខាងក្រៅឬក៏យើងហៅថាជាបរិយាកាសខាងក្រៅបរិស្ថានខាងក្រៅហ្នឹងដែលយើងស្គាល់កាលពីមុនគឺនយោបាយសេដ្ឋកិច្ចសង្គមបច្ចេកវិទ្យាហើយនិងច្បាប់បាទហើយការយល់ដឹងពីកម្លាំងជំរុញទាំងនេះក្នុងនាមយើងជាអ្នកគ្រប់គ្រងគឺជួយឲ្យស្ថាប័នត្រៀមលក្ខណៈទប់ទល់ទៅនឹងហានិភ័យឬក៏ភ័យអន្តរាយហើយចេះចាប់យកនៅឱកាសថ្មីដែលកើតមានឡើងនៅក្នុងទីផ្សារហ្នឹងទន្ទឹមនឹងនេះគឺបងប្អូនអាចយល់ដឹងពីមជ្ឈដ្ឋានខាងក្រៅដែលនៅក្នុង Management 2បាទក៏យើងសង្កត់ធ្ងន់ទៅលើសិលធម៌ក្នុងការប្រស័យតាក់ទងដែលលោកគ្រូចាត់ទុកថាវាជាបេះដូងរបស់អ្នកគ្រប់គ្រងអ្នកដឹកនាំផងដែរហើយសិលធម៌ហ្នឹងវាមិនត្រឹមតែជួយកសាងទំនុកចិត្តរវាងបុគ្គលិកនិងថ្នាក់លើប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបង្កើតឲ្យមាននៅអ្វីដែលយើងហៅថាជាបរិយាកាសការងារដែលមានតម្លាភាពនិងការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកក្នុងវិជ្ជាជីវៈខ្លឹមសារមេរៀនរបស់លោកគ្រូបានរៀបចំជាពិសេសក្នុងគោលការណ៍នៃការគ្រប់គ្រង2នេះបាទគឺយើងបានពង្រីកវិសាលភាពបាទទៅរកមេរៀនសំខាន់ដែលបច្ចុប្បន្ននៅក្នុងវិស័យការងារយើងតែងតែប្រើប្រាស់និងជួបប្រទះគឺក្រុមហើយនិងក្រុមការងារស្គាល់ជាទូទៅថា Group and Team ដោយនៅក្នុងមេរៀននេះបងប្អូននឹងបានរៀនពីការបែងចែកបាទអត្ថន័យនៃពាក្យថាក្រុមហើយនិងក្រុមការងារគឺឲ្យមានភាពច្បាស់លាស់មួយបាទរវាងការធ្វើការជាក្រុមធម្មតានិងការបង្កើតក្រុមការងារបាទដែលមានប្រសិទ្ធភាពខ្ពស់ហើយការយល់ដឹងពីដំណាក់កាលអភិវឌ្ឍក្រុមនឹងជួយបងប្អូនឲ្យចេះសម្របសម្រួលជំនួសជំរុញស្មារតីសាមគ្គីភាពឲ្យកាន់តែរឹងមាំលើពីនេះទៅទៀតការធ្វើសេចក្តីសម្រេចចិត្តបាទក៏ជាមេរៀនដែលលោកគ្រូធ្លាប់បានលើកឡើងនៅក្នុងថ្នាក់ក៏ប៉ុន្តែបងប្អូនមិនធ្លាប់បានរៀនហើយវាជាមេរៀនសំខាន់មួយដែលតម្រូវឲ្យអ្នកគ្រប់គ្រងនឹងគាត់ប្រើប្រាស់នៅតក្កវិជ្ជានិងទិន្នន័យជាមូលដ្ឋានបាទហើយមេរៀននេះនឹងជួយទៅដល់និស្សិតឲ្យចេះប្រើប្រាស់ជំហានទាំង6នៃការសម្រេចចិត្តដើម្បីកាត់បន្ថយភាពលំអៀងហើយនឹងធានាថាគ្រប់ជម្រើសដែលបងប្អូនបានជ្រើសរើសឬក៏អ្នកគ្រប់គ្រងជ្រើសរើសនឹងគឺជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់អង្គភាពជាថ្មីម្ដងទៀតនៅផ្នែកគ្រប់គ្រងធនធានមនុស្សបាទបងប្អូននឹងសិក្សាពីសិល្បៈនៃការជ្រើសរើសបុគ្គលិកដែលកន្លងទៅបងប្អូនបានដឹងថាវាគឺជាមុខងារមួយក្នុងចំណោមមុខងារជាច្រើននៃការគ្រប់គ្រងធនធានមនុស្សបាទតួយ៉ាងក្នុងមេរៀនទី2នៃ Management 1បងប្អូនបានឆ្វេងយល់ពីលោក Robert Owen ហើយវាគឺជាដំណើរការស្វែងរកមនុស្សត្រូវនឹងជំនាញ
ក៏ដូចជានឹងវប្បធម៌ស្ថាប័នផងដែរការចេះប្រើប្រាស់ប្រភពជ្រើសរើសទាំងក្នុងនិងខាងក្រៅអង្គភាពប្រកបដោយភាពឆ្លាតវៃវាជាគន្លឹះនៅក្នុងការកសាងមូលធនមនុស្សដែលរឹងមាំហើយមានសក្តានុពលសម្រាប់អនាគតកត្តាដ៏សំខាន់ក៏មិនអាចខ្វះបាននោះគឺការលើកទឹកចិត្តនយោជិតបាទយើងតែងតែឮបាននៅក្នុងមេរៀនភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងបាទគឺយើងនិយាយពីចំណុចសំខាន់មួយនៅក្នុងហ្នឹងគឺការលើកទឹកចិត្តការជំរុញទឹកចិត្តបាទពីអ្នកដឹកនាំពីអ្នកគ្រប់គ្រងហ្នឹងហើយជាកម្លាំងចលកររុញច្រានឲ្យនយោជិតបាទឬក៏កម្មករបញ្ចេញឲ្យអស់ពីសមត្ថភាពនៅក្នុងនោះmanagement 2របស់យើងក៏នឹងលើកសារជាថ្មីពីទ្រឹស្ដីតម្រូវការរបស់លោក Maslow បាទទ្រឹស្ដីលោក Herzberg ដែលយើងតែងតែហៅថាជាការថែទាំបាទដល់បុគ្គលិកដែលជាមេរៀនដោះស្រាយបញ្ហានៃ turnover អត្រាចាកចេញឬក៏លាឈប់របស់បុគ្គលិកហើយការធ្វើបែបនេះគឺការបង្កើនភាពស្មោះត្រង់របស់បុគ្គលិកបាទបង្កើនភាពស្មោះត្រង់នៅត្រង់ចំណុចនេះគឺបានសេចក្តីអំពីទៅលើភក្តីភាពចំពោះស្ថាប័នក្រៅពីការលើកទឹកចិត្តបាទនៅក្នុងមេរៀននេះបងអូនឆ្វេងយល់ថាតាមរយៈហិរញ្ញវត្ថុបាទការលើកទឹកចិត្តមិនមែនបែបហិរញ្ញវត្ថុបាទការផ្ដល់សិទ្ធិអំណាចការផ្ដល់តម្លៃការកសាងបរិយាកាសការងារដ៏រីករាយមួយហើយយើងជឿថាវិធីសាស្ត្រទាំងនេះវាជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់អ្នកគ្រប់គ្រងក្នុងការរក្សាមនុស្សពូកែហ្នឹងឲ្យនៅជាមួយស្ថាប័នបានយូរអង្វែងផងដែរយ៉ាងណាមិញការបង្កើនផលិតភាពការងារវាគឺជាលទ្ធផលចុងក្រោយដែលគ្រប់អង្គភាពគាត់ប្រាថ្នាចង់បានដូច្នេះគោលការណ៍នៃការគ្រប់គ្រង2ដែលបងអូនរៀននៅក្នុងឆមាសនេះគឺរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាដំណើរការងារហើយនិងកម្លាំងចិត្តមនុស្សនៅពេលដែលអ្នកគ្រប់គ្រងគាត់ចេះប្រើប្រាស់នៅមុខងារនេះដោយភាពស៊ីសង្វាក់គ្នានោះយើងជឿថាផលិតភាពការងារនឹងកើនឡើងដោយស្វ័យប្រវត្តិជាសរុបមកមុខវិជ្ជាគោលការណ៍គ្រប់គ្រងនៃការគ្រប់គ្រង2នេះគឺវាមិនត្រឹមតែផ្ដល់នៅចំណេះដឹងដើម្បីឲ្យប្អូនយល់ពីទ្រឹស្ដីប៉ុណ្ណោះទេប៉ុន្តែយើងចាត់ទុកថាវាគឺជាការចែករំលែកបទពិសោធន៍នៃការងារដែលលោកគ្រូធ្លាប់បានអនុវត្តជាក់ស្ដែងនាពេលកន្លងមកហើយនឹងការចែករំលែករឿងទាំងនេះទៅដល់និស្សិតបាទឲ្យคล้ายទៅជាអ្នកដឹកនាំដែលមានចក្ខុវិស័យអ្នកគ្រប់គ្រងដែលមានសិលធម៌និងមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងធនធានមនុស្សក៏ដូចជាអាជីវកម្មក្នុងយុគសម័យសកលភាវូបនីយកម្មចំណែកពីខ្លឹមសារក្នុងលទ្ធផលរំពឹងទុកបាទបន្ទាប់ពីបងអូនបញ្ចប់នៅគោលការណ៍នៃការគ្រប់គ្រង2នេះគឺនិស្សិតអាចនឹងមានសមត្ថភាពយល់ដឹងឬក៏អាចនឹងឈានទៅដល់ការវិភាគមជ្ឈដ្ឋានធុរកិច្ចតាមរយៈការប្រើប្រាស់ឧបករណ៍ដែលយើងតែងតែលើថាអក្សរកាត់មួយបាទអក្សរកាត់នៅក្នុងបរិស្ថានខាងក្រៅឬក៏មជ្ឈដ្ឋានខាងក្រៅដែលមាននយោបាយសេដ្ឋកិច្ចបាទសង្គមបច្ចេកវិទ្យានិងច្បាប់ដែលបងអូនតែងតែឮថាវានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តក្នុងធុរកិច្ចក៏ដូចជាការប្រកួតប្រជែងបាទយើងនឹងលម្អិតនៅក្នុងមេរៀនដំបូងរបស់យើងហើយនឹងទី1ទី2លទ្ធផលរំពឹងទុកនោះការអនុវត្តសិលធម៌វិជ្ជាជីវៈបាទត្រង់ចំណុចនេះលោកគ្រូគិតថានិស្សិតនឹងយល់ដឹងពីសារៈសំខាន់នៃសិលធម៌ប្រស័យតាក់ទងបាទឬក៏ការប្រស័យតាក់ទងនឹងដោយចេះប្រើប្រាស់ភាសាវិជ្ជាជីវៈហើយជាពិសេសគឺការរក្សាព័ត៌មានសម្ងាត់ដើម្បីកសាងទំនុកចិត្តនិងបរិយាកាសការងារដែលមានតម្លាភាពទី3ជំនាញដឹកនាំនិងការធ្វើការងារជាក្រុមបងអូននឹងអាចបែងចែកភាពខុសគ្នារវាងក្រុមនិងក្រុមការងារដោយដែលលោកគ្រូលើកឡើងនៅ
ពីពណ៌នានៃមុខវិជ្ជារបស់យើងបាទឬក៏យើងនិយាយអំពីការយល់ដឹងដំបូងមុខវិជ្ជាគោលការណ៍នៃការគ្រប់គ្រង2នេះបាទជាពិសេសយើងដឹងហើយថាការសម្រេចបាននៅគោលដៅរួមរបស់ស្ថាប័នគ្រប់និន្នាការនៃបុគ្គលិកទាំងអស់មិនអាចធ្វើការដាច់ដោយឡែកពីគ្នាឬក៏បែកគ្នាបានទេទី4សមត្ថភាពដោះស្រាយជម្លោះនិស្សិតនឹងយល់ដឹងពីវដ្តជីវិតរបស់ក្រុមនិងចេះប្រើប្រាស់បច្ចេកទេសសម្របសម្រួលដើម្បីដោះស្រាយជម្លោះដែលកើតឡើងនៅក្នុងចំណោមសមាជិកក្រុមប្រកបដោយប្រសិទ្ធភាពនិងភាពវៃឆ្លាតហើយក្រៅពីនោះបងអូនក៏នឹងឮថាហេតុអ្វីបានជាក្រុមមួយគាត់ប្រឹងប្រែងខ្លាំងជាងក្រុមមួយទៀតប៉ុន្តែបែរជាលទ្ធផលគឺខុសគ្នាក្រុមដែលគេមិនសូវប្រឹងបែរជាគេទទួលបានជោគជ័យក្រុមដែលប្រឹងប្រែងខ្លាំងបែរជាបរាជ័យបាទអាចមាននៅចំណុចទាំងនេះហើយនឹងការដឹកនាំក្រុមថាដឹកនាំក្រុមបែបណាដើម្បីទទួលបានជោគជ័យចុងក្រោយការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយតក្កវិជ្ជាដោយដែលយើងលើកឡើងថាជំហានសំខាន់នៃការធ្វើសេចក្តីសម្រេចចិត្តហើយជៀសវាងភាពលំអៀងដើម្បីឲ្យធានាថាឲ្យការសម្រេចចិត្តរបស់យើងនេះគឺផ្ដល់ផលចំណេញដល់អង្គភាពការអនុវត្តនៅក្នុងនឹងដែរគឺការជ្រើសរើសបុគ្គលិកការលើកទឹកចិត្តបុគ្គលិកនៅក្នុងស្ថាប័នវាគឺជាចំណុចគោលមួយនៅក្នុងលទ្ធផលរំពឹងទុករបស់យើងដូច្នេះនេះគឺជាការយល់ដឹងដំបូងការចែកពីការចែករំលែកពីការពិពណ៌នាមុខវិជ្ជាក៏ដូចជាលទ្ធផលរំពឹងទុកចំណែកឯរបៀបនៅក្នុងការដាក់ពិន្ទុវាយតម្លៃក្នុងឆមេនេះលោកគ្រូគិតថាបងអូនធ្លាប់បានរៀនហើយជាច្រើនមុខវិជ្ជាក៏មានការយល់ដឹងអំពីកិច្ចការវត្តមានការប្រឡងត្រីមាសនិងការប្រឡងបញ្ចប់បាទអញ្ចឹងវីដេអូនេះលោកគ្រូសូមចែករំលែកតែប៉ុណ្នេះហើយយើងចាំជួបគ្នានៅក្នុងថ្នាក់បន្ថែមហើយបើសិនជាបងអូនមានចម្ងល់ឬក៏សំណួរនៅក្នុងការចាប់ផ្ដើមដំបូងនៅ session ដំបូងនេះបងអាចបាទទំនាក់ទំនងតាមរយៈ Telegram ជាមួយលោកគ្រូបានហើយសូមអរគុណចំពោះបងប្អូនដែលបានយកចិត្តទុកដាក់ស្ដាប់និងទស្សនានៅវីដេអូមួយនេះបានជួបគ្នានៅវីដេអូក្រោយទៀតបង